ឆ្ងាញ់តែហានិភ័យការបរិភោគមីកញ្ចប់ចំនួន2ទៅ3ដងក្នុងមួយសប្តាហ៍អាចបង្កឲ្យមានជំងឺដាច់សរសៃឈាមខួរក្បាលការទទួលទានមីកញ្ចប់ជាប្រចាំ2ទៅ3ដងក្នុងមួយសប្តាហ៍ត្រូវបានផ្សារភ្ជាប់នៅក្នុងការសិក្សាសង្កេតជាច្រើនទៅនឹងហានិភ័យខ្ពស់នៃបញ្ហាមេតាបូលីកនិងជំងឺសរសៃឈាមបេះដូងអ្នកស្រាវជ្រាវបានគូសបញ្ជាក់ពីការព្រួយបារម្ភទាក់ទងទៅនឹងកម្រិតសូឡីយ៉ុងខ្ពស់កាបូអ៊ីដ្រាតចម្រាញ់និងដង់ស៊ីតេអាហារូបត្ថម្ភទាបដែលអាចរួមចំណែកដល់ភាពតានតឹងសុខភាពរយៈពេលវែងការពិភាក្សាសុខភាពសាធារណៈបន្តតាមដានការរកឃើញនេះយ៉ាងដិតដល់អ្នកជំនាញសុខភាពបានបញ្យល់ថាការទទួលទានមីញឹកញាប់អាចប៉ះពាល់ដល់ការគ្រប់គ្រងសម្ពាធឈាមនិងតុល្យភាពជាតិខ្លាញ់តាមពេលវេលាការរួមបញ្ចូលគ្នានៃគ្រឿងផ្សំកែច្នៃនិងអំបិលលើសអាចដាក់ភាពតានតឹងបន្ថែមទៅលើបេះដូងនិងសរសៃឈាមជាពិសេសនៅពេលដែលផ្គូផ្គងជាមួយនឹងទម្លាប់របបអាហារមិនល្អជាទូទៅជាពិសេសនៅក្នុងចំណោមអ្នកដែលមានហានិភ័យសុខភាពរួចស្រាប់អ្នកជំនាញអាហារូបត្ថម្ភបានសង្កត់ធ្ងន់ថាការទទួលទានម្ដងម្កាលទំនងជាមិនបង្កគ្រោះថ្នាក់ដល់បុគ្គលដែលមានសុខភាពល្អនោះទេទោះយ៉ាងណាក៏ដោយការទទួលទានជាប្រចាំសប្តាហ៍រួមផ្សំជាមួយនឹងរបៀបរស់នៅមិនសូវសកម្មនិងការទទួលទានអាហារស្រស់ៗតិចតួចអាចបង្កើនហានិភ័យរយៈពេលវែងដែលទាក់ទងទៅនឹងការវិវត្តនៃជំងឺទឹកនោមផ្អែមនិងជំងឺដាច់សរសៃឈាមខួរក្បាលដោយបង្ហាញពីសារៈសំខាន់នៃការយល់ដឹងអំពីអាហារូបត្ថម្ភដែលមានតុល្យភាពអ្នកជំនាញបានណែនាំឲ្យមានតុល្យភាពជម្រើសរបបអាហារដោយកាត់បន្ថយការទទួលទានអាហារកែច្នៃនិងបង្កើនអាហារសម្បូរជាតិកសិស័យដូចជាបន្លែគ្រាប់ធញ្ញជាតិនិងប្រូតេអ៊ីនគ្មានខ្លាញ់ការពិនិត្យសុខភាពជាប្រចាំនៅតែជាកត្តាសំខាន់ក្នុងការគ្រប់គ្រងសុខភាពបេះដូងនិងស្ថិរភាពមេតាបូលីកការផ្លាស់ប្ដូរប្រចាំថ្ងៃតិចតួចអាចធ្វើឲ្យមានលទ្ធផលប្រសើរឡើងរយៈពេលវែង